រឿងព្រះរាជាដែលរមើលគុណកាលពីគ្រាកន្លងទៅហើយគ្រានោះគឺមានព្រះអរោះមួយព្រះអង្គមានព្រះនាមថាឧទ្ធកុមារព្រះអង្គគឺជាមនុស្សដែលមាននិស្ស័យកាយឃោរឃៅជាខ្លាំងថ្ងៃមួយគឺមានក្រុមមហាកតលិបាននាំព្រះរាជកុមារនោះទៅស្រង់ទឹកនៅឯក្នុងទន្លេគ្រានោះក៏ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំមានទឹកជំនន់រលកគួរជាខ្លាំងហើយពួកគេក៏បណ្ដោយឲ្យព្រះរាជកុមារអណ្ដែតទៅតាមទឹកព្រោះតែធុញទ្រាន់និងស្អប់ខ្លាំងពេកប៉ុន្តែសំណាងល្អព្រះរាជកុមារបានស្រវាចាប់គល់ឈើមួយយ៉ាងជាប់ហើយអោបគល់ឈើបណ្ដែតខ្លួនទៅតាមខ្សែទឹកនោះទៅគ្រានោះក៏មានតថាគតបានកើតទៅជាឥសីរស់នៅក្បែរមាត់ទន្លេស្រាប់តែបានឃើញកុមារអោបគល់ឈើបណ្ដែតមកតាមទឹកដូច្នេះមានទាំងពស់និងកណ្ដុរព្រមទាំងសេកមកជាមួយគ្នាក្នុងនោះផងដែរព្រះអង្គក៏បានស្រង់ជួយអ្នកទាំង4នោះឲ្យឡើងមកលើគោកមានជីវិតឡើងវិញគ្រានោះឥសីគិតថាមនុស្សតែងតែមានសេចក្តីអត់ធ្មត់ច្រើនជាងសត្វតូចៗនៅក្នុងគល់ឈើនោះទើបបានជួយពស់កណ្ដុរនិងសេកជាមុនប៉ុន្តែរាជកុមារបែរជាយល់ថាការដែលមិនផ្ដល់កិត្តិយសដល់ខ្លួនដែលព្រះរាជបុត្រទើបបានទ្រង់នឹងគិតនៅក្នុងចិត្តដល់ពេលណាយើងឡើងសោយរាជ្យយើងនឹងសម្លាប់ឥសីនេះចោលឲ្យទាល់តែបានក្រោយពីបានសម្រាកមានកម្លាំងកំហែងស្រួលបួលហើយអ្នកទាំង4នោះក៏បានគិតថាព្រមដល់ពេលវេលាវិលត្រឡប់ទៅកាន់ទីឋានរបស់ខ្លួនវិញពស់និងកណ្ដុរក៏បានពោលទៅកាន់មហាឥសីជាមុនថាលោកម្ចាស់បើសិនជាថ្ងៃណាមួយឥសីត្រូវការទ្រព្យសម្បត្តិពួកគេដូចជាកណ្ដុរនឹងនាំទ្រព្យសម្បត្តិទាំងអស់នោះមកឲ្យលោកម្ចាស់ថែរក្សាយកមកជូនចាក់ជាពុំខានចំណែកឥសីក៏បានប្រាប់ទៅលោកឥសីនោះថាលោកម្ចាស់បើសិនជាពេលណាឥសីចង់បានស្រូវអង្ករខ្លួននឹងនាំយកស្រូវជាច្រើនយកមកជូនចំណែកឯព្រះរាជកុមារក៏ពោលពាក្យឡើងថាបើយើងបានឡើងជាព្រះរាជាហើយយើងនឹងយកទ្រព្យសម្បត្តិមកប្រគល់ឲ្យនៅថ្ងៃមួយឥសីចង់ពិសោធន៍ពាក្យសន្យាអ្នកទាំង4នោះទើបហៅកណ្ដុរពស់និងសេកមកជួយហើយសត្វទាំងអស់នោះក៏បាននាំយកទ្រព្យសម្បត្តិនិងស្រូវអង្ករជាច្រើនយកមកជូនតាមសេចក្តីដែលបានសន្យានិងការដឹងគុណរបស់ពួកគេឥសីនឹកដល់ព្រះរាជបុត្រក៏បានធ្វើដំណើរទៅកាន់ក្រុងពារាណសីដែលគ្រានោះព្រះរាជបុត្របានឡើងសោយរាជ្យទៅជាព្រះរាជាគ្រប់គ្រងរាជបល្ល័ង្កនិងនគរទាំងមូលហើយនោះពេលដឹងថាឥសីបានមកដល់ហើយព្រះរាជាក៏គិតបញ្ឆោតយកឥសីនោះទៅសម្លាប់ទើបទ្រង់បានបញ្ជាឲ្យបុរសម្នាក់បានចាប់ឥសីនោះយកដំបងវាយបន្ទាប់មកក៏បានចងយកទៅតាមមាត់ទន្លេនិងដល់ផ្លូវបំបែកនៅក្នុងភូមិទាំងឡាយដើម្បីផ្ចាញ់ផ្ចាលចំណែកឥសីមិនសម្ដែងការឈឺចាប់នោះទេតែគ្រប់ពេលដែលគេវាយគាត់តែងតែនិយាយថាត្រង់យកកំណាត់ឈើឥតតម្លៃចេញពីទឹកល្អប្រសើរជាងត្រង់យកមនុស្សពាលទៅទៀតបុរសដែលវាយឥសីបានឮពាក្យដូច្នេះក៏បានសួររកមូលហេតុទើបដឹងសេចក្តីថាព្រះរាជាគឺជាមនុស្សអកតញ្ញូចង់សម្លាប់អ្នកដែលមានគុណគេក៏បានប្រកុកប្រកាសប្រាប់ឲ្យអ្នកស្រុកទូទាំងនគរនោះបានដឹងឮគ្រប់គ្នាអំពីការរមើលគុណនិងភាពអកតញ្ញូរបស់ព្រះអង្គនោះឲ្យគេបានដឹងស្រាប់តែអ្នកស្រុកបានខឹងសម្បានឹងអំពើរមើលគុណរបស់ព្រះរាជាហើយនាំគ្នាយកដំបងដុំថ្មគប់សម្ដៅទៅកាន់ព្រះរាជារហូតធ្លាក់ពីលើព្រះទីនាំងគ្រានោះព្រះរាជាអង្គនោះក៏បានអស់ប្រជញ្ញសគត់នៅក្នុងគ្រានោះទៅបន្ទាប់ពីពេលនោះមកពួកគេក៏បាននាំគ្នាជ្រើសរើសឥសីឲ្យឡើងសោយរាជ្យជំនួសព្រះរាជាវិញនៅពេលដែលបានក្លាយជាព្រះរាជាហើយព្រះឥសីក៏បានហៅសត្វទាំង3នោះម្ដងទៀតភ្លាមនោះស្រូវនិងមាសប្រាក់ក៏បានធ្លាក់នៅនឹងមុខព្រះអង្គហើយបានយកទ្រព្យសម្បត្តិទាំងអស់នោះទៅចែកចាយដល់អ្នកស្រុកព្រមទាំងនាំយកទំនុកបម្រុងសត្វទាំងអស់នោះយកទៅបម្រើនៅក្នុងព្រះរាជវាំងរស់នៅជាមួយគ្នារហូតដល់អស់ជីវិតតរៀងខ្លួនរឿងទុនសាយនិងមេខ្លាកាលពីគ្រាកន្លងទៅហើយកាលនោះមានសត្វទុនសាយមួយបានដើរទៅក៏បានជួបនឹងកូនខ្លាធំពីរនៅក្បែរគុម្ពឈើទើបសួរទៅថាវើយកូនខ្លាថ្ងៃនេះតើម៉ែឯងទៅណាមកណាហើយពេលនោះកូនខ្លាទាំងពីរ
ក៏បានប្រាប់ថាអូម៉ែយើងពុំនៅទេគាត់បានចេញទៅរកស៊ីពីព្រឹកមិញបាត់ទៅហើយចំណែកឯទុនសាយក៏និយាយទៅថាអូអញមកនេះបើម៉ែឯងនៅអញនឹងលបងប្រាជ្ញាថ្មីមើលតើអញមើលម្ដងហើយម្ដងទៀតនោះគឺជាប្រាជ្ញារបស់អញដែលទើបតែនឹងរកឃើញថាហើយទុនសាយក៏បានដើរចេញទៅដល់ព្រៃដ៏ស៊ុបទ្រុបមានវល្លិក្តីក្តាំរឹតរួតឡើងជិតឆ្លឹមចំណែកឯទុនសាយក៏បានចូលទៅពួនសំងំដេកនៅលើស្ដុកវល្លិនោះតែម្នាក់ឯងបាត់ទៅថ្លែងអំពីមេខ្លាឯនោះវិញដល់ពេលល្ងាចស្រទន់យាងយេក៏បានចូលត្រឡប់មកសម្បុកខ្លួនវិញដល់ហើយកូនទាំងពីរនោះក៏ស្រាប់តែប្រាប់ទៅម្ដាយថាម៉ែអើយថ្ងៃមិញនេះមានអាទុនសាយមួយវាមកពោលពាក្យពេចន៍អសុរោះចាក់ដោតដល់ម៉ែឯងវាថាបើម៉ែឯងនៅវានឹងលបងប៉ោលថ្មីវាមើលម្ដងចំណែកឯមេខ្លាឮដូច្នេះក៏បានកើតទុក្ខទោសសោកខឹងក្រោធនឹងទុនសាយជេរថាខ្មោចអាទុនសាយអប្រិយគួរអ្វីមកប្រើពាក្យសម្ដីចំអះចំអូងឲ្យអញយ៉ាងនេះបើដូច្នេះអញនឹងអត់ឱនឲ្យវាឯណាបានទៅគួរតែទៅតាមប្រហារឲ្យវាបង់ជីវិតពេលនោះមេខ្លាគិតហើយមេខ្លាក៏បានលាកូនទាំងពីរចាកចេញពីទីលំនៅចរចាទៅកន្លែងទីលាដើម្បីទៅតាមរកទុនសាយលុះដល់ព្រៃស៊ុបទ្រុបនៅឯគំនប់ឈើក៏បានគន់គូរមើលទៅឃើញទុនសាយដេកនៅលើនោះចំណែកឯមេខ្លាក៏បានស្ទុះទៅដោយកម្លាំងទោសោដើម្បីនឹងចាប់អាទុនសាយនោះហែកប្រហារដោយក្រចកជើងរបស់ខ្លួនរីឯទុនសាយក៏បានគេចខ្លួនយ៉ាងរហ័សលោតទៅខាងក្រោមវល្លិត្អើកផុតចេញពីក្រញាំខ្លាលោតទៅលើស៊ុបទ្រុបនោះធ្លាក់ខ្លួនចុះមកស៊ុបទ្រុបវល្លិក៏បានរឹតរវើករវាយវល្លិត្អើកនោះក៏បានរឹតជុំខ្លួនមេខ្លានោះជាប់ទៅនឹងជើងទាំងមុខទាំងក្រោយខ្លាខំរើបំរាស់ឡើងដោយកម្លាំងទុនសាយឃើញមេខ្លាជាប់រើបំរាស់រើមិនរួចដូច្នេះក៏បានស្ទុះឡើងទៅលើគូទនៃមេខ្លានោះធ្វើអាការៈអប្រៃហើយស្រដីថាឯងចង់លបងប៉ោលថ្មីលេងឥឡូវគេឲ្យឯងលបងប៉ោលថ្មីតលតែបានទុនសាយក៏ស្រាប់តែផ្ដើមធ្វើអាការៈផ្ចាញ់ផ្ចាលមេខ្លានោះឲ្យស្រេចហើយក៏បានស្ទុះរត់ចុះទៅកាន់ទីដតីហងចំណែកឯមេខ្លាកាលដែលទុនសាយនោះរត់ផុតទៅហើយក៏ខំរើបំរាស់ខ្លួនចេញពីសម្រាមវល្លិស៊ុបទ្រុបដែលនៅលើដើមឈើនោះហើយក៏បានឃើញក៏ចេញមកចំណែកឯទុនសាយមានក្តីខឹងសម្បាននឹងទុនសាយនោះមកហាមានឹងតាមចាប់វាដល់ពេលស្រទន់យាងយាយទៀបល្ងាចទៅហើយមេខ្លាក៏បានវិលត្រឡប់ទៅកាន់សម្បុកកូនរបស់ខ្លួនវិញលុះទៅដល់ហើយកូនទាំងពីរក៏បានសួរថាម៉ែមិនទៅម៉ែអើយអាទុនសាយនោះម៉ែបានពិឃាតវាហើយឬនៅនឹងមេខ្លាពេលនោះក៏ស្រាប់ទៅប្រាប់កូនថាពិឃាតវាឯណាបានកូនម៉ែទៅនេះដូចយកគេខ្មាស់ឲ្យវាស៊ីរឿងគ្រូដែលគ្មានគុណវិសេសចំពោះសិស្សគ្រាមួយមានសិស្សមួយក្រុមបានទៅសួរលោកគ្រូរបស់ពួកគេតើលោកគ្រូមានគុណវិសេសអ្វីទេពេលនោះលោកគ្រូបានឆ្លើយថាយើងគ្មានគុណវិសេសអ្វីទេកូនសិស្សឮដូច្នេះក៏បានជំនុំគ្នាថាពួកយើងស្ម័គ្រចិត្តចូលមករៀននិងបម្រើលោកគ្រូដោយសារតែគិតថាលោកគ្រូគឺជាមនុស្សដែលមានគុណវិសេសខ្លាំងណាស់ប៉ុន្តែពេលនេះយើងបាននៅបម្រើគាត់5ឆ្នាំមកហើយបែរជាគាត់ថាខ្លួនគាត់គ្មានគុណវិសេសអ្វីទេដូច្នេះពួកយើងចាញ់បោកគាត់ហើយបើអញ្ចឹងពួកយើងនាំគ្នាចាកចេញទៅពួកគេបានចាកចេញពីគ្រូរបស់ពួកគេទៅតាមផ្លូវរៀងខ្លួនរយៈពេល10ឆ្នាំក្រោយមកពួកគេក៏មានការផ្លាស់ប្ដូរទាំងស្រុងអ្នកខ្លះបានក្លាយទៅជាមន្ត្រីធំអ្នកខ្លះក៏បានក្លាយទៅជាអ្នកជំនួញនិងអ្នកខ្លះទៀតក៏បានក្លាយទៅជាអ្នកដឹកនាំផងដែរថ្ងៃមួយសិស្សច្បងបានបង្កើតកម្មវិធីជួបជុំមួយដែលបានអញ្ជើញពួកគេមកឲ្យជួបជុំម្នាក់ក៏បានឡើងថ្លែងអំពីភាពនៃជោគជ័យរបស់ពួកគេរៀងខ្លួនយ៉ាងគួរឲ្យរីករាយជាទីបំផុតនិងសោមនស្សយ៉ាងក្រៃលែងប៉ុន្តែពួកគេមិនបានរំលឹកអំពីគុណគ្រូនិងបំណាច់របស់គ្រូខ្លួនឡើយពួកគេនិយាយតែអំពីគុណបំណាច់និងការខិតខំប្រឹងប្រែងរបស់ខ្លួនប៉ុណ្ណោះ
ពេលនោះសិស្សច្បងរបស់ពួកគេក៏បានពោលឡើងថាត្រូវហើយពេលខ្លះពួកយើងគឺជាអ្នកដែលមានគុណដ៏វិសេសវិសាលប៉ុន្តែយើងមិនត្រូវភ្លេចទេអំពីប្រភពគុណដ៏វិសេសវិសាលរបស់ពួកយើងគឺលោកគ្រូរបស់យើងទាំងអស់គ្នាដែលយើងបានចាកចេញពីគាត់អស់រយៈពេល10ឆ្នាំមកនេះដោយយើងបានចោទគាត់ថាគាត់គ្មានគុណវិសេសអ្វីឡើយតែការពិតទៅខ្ញុំបានដឹងហើយអ្នកទាំងអស់គ្នាក៏ដឹងដែរថាបន្ទាប់ពីយើងបានចាកចេញពីលោកគ្រូមកយើងបានជួបឧបសគ្គជាច្រើននៅក្នុងជីវិតតែយើងអាចដោះស្រាយនិងជំនះឧបសគ្គទាំងអស់នោះបានព្រមទាំងអាចធ្វើឲ្យជីវិតរបស់យើងជោគជ័យដោយពេលនេះដោយសារតែចំណេះដឹងដែលលោកគ្រូបានផ្ដល់ឲ្យយើងទាំងអស់គ្នាក្រោយពីបានស្ដាប់សិស្សច្បងនិយាយចប់សពគ្រប់សិស្សទាំង4នាក់ទៀតនោះក៏មានការភ្ញាក់រលឹកព្រឺតហើយបានតបពន្លឺឡើងព្រមគ្នាថាត្រូវហើយលោកគ្រូគឺជាអ្នកមានគុណដ៏វិសេសរបស់ពួកយើងពួកគេបន្ទាប់ពីនិយាយគ្នាចប់ក៏បានប្រញាប់ប្រញាល់នាំគ្នាទៅជួបលោកគ្រូដើម្បីសុំខមាទោសនិងតបស្នងសងគុណទៅលោកគ្រូរបស់ពួកគេគ្រាន់តែពួកគេទៅដល់ភ្លាមលោកគ្រូពោលឡើងថាយើងជឿថាពួកឯងនឹងមកតែយើងនឹងមិនរំលឹកថាពួកឯងនឹងមិនមកនោះទេរឿងសត្វក្តាន់និងទន្សាយដណ្ដើមវាលស្មៅគ្នាស៊ីកាលពីព្រេងនាយមានវាលស្មៅដ៏ខៀវស្រងាត់មួយកន្លែងដែលដុះពោពេញទៅដោយស្មៅទន់ហើយមានផ្កាចម្រុះពណ៌និងមានទឹកថ្លាឆ្វេងហូរពីលើភ្នំនៅក្បែរនោះវាលស្មៅនោះគឺជាទីពេញចិត្តនៃសត្វតូចធំជាច្រើនតែនៅក្នុងចំណោមសត្វទាំងអស់នោះមានសត្វក្តាន់ឈ្មោលមួយក្បាលឈ្មោះថារុងរឿងដែលមានកម្លាំងខ្លាំងពូកែនិងក៏មានសត្វទន្សាយមួយក្បាលទៀតផងដែរដែលមានឈ្មោះថាឆ្លាតវៃហើយសត្វទន្សាយនោះគឺមានភាពរហ័សរហួននិងប្រាជ្ញាវាងវៃផងសមនឹងឈ្មោះរបស់វាពេលនោះរុងរឿងតែងតែចាត់ទុកវាលស្មៅនោះគឺជាកន្លែងរបស់ខ្លួនតែម្នាក់ឯងដោយសារតែខ្លួនវាមានរូបរាងធំសម្បើមនិងមានស្នែងដ៏មុតស្រួចគួរឲ្យខ្លាចជារៀងរាល់ថ្ងៃរុងរឿងតែងតែមកស៊ីស្មៅនៅទីនោះយ៉ាងឆ្អែតឆ្អន់ដោយមិនខ្វល់ពីសត្វតូចៗផ្សេងទៀតឡើយចំណែកឯទុនសាយឆ្លាតវៃឯនោះវិញក៏ស្រឡាញ់វាលស្មៅនោះជាខ្លាំងណាស់ដែរព្រោះស្មៅនៅទីនោះមានរសជាតិផ្អែមឆ្ងាញ់ហើយខ្លួនក៏ងាយស្រួលលាក់ខ្លួនពីសត្វស្ទាំងនិងសភាពវៈចម្លែកដូចជាសត្វបក្សីដែលយើងហៅបានថាសត្វមាំងសាក់សីផងដែរប៉ុន្តែរាល់ពេលដែលទន្សាយឆ្លាតវៃមកដល់ក្តាន់តែងតែបញ្ចេញខ្លួនចេញទៅវិញទៅមកដោយកំហឹងនៅថ្ងៃមួយទន្សាយឆ្លាតវៃទ្រាំលេចបាននឹងទង្វើរបស់ក្តាន់រុងរឿងនោះហើយខ្លួនក៏គិតរកវិធីដើម្បីអាចស៊ីស្មៅនោះនៅនឹងវាលដោយសេរីទន្សាយឆ្លាតវៃគិតរួចហើយក៏បានដើរទៅជួបមិត្តភ័ក្តិរបស់ខ្លួនដែលជាសត្វក្អែកមួយក្បាលដែលមានឈ្មោះថាសត្វក្អែកកែវដើម្បីពិភាក្សាគ្នាអំពីបញ្ហាមួយនេះចំណែកឯក្អែកកែវក៏បានពោលឡើងថាកែវសម្លាញ់អើយតើឯងអាចមានច្បល់អ្វីដែរទេដើម្បីឲ្យខ្ញុំស៊ីស្មៅនៅវាលនោះបានតែម្នាក់ឯងរុងរឿងវាតែងតែបណ្ដេញខ្ញុំឲ្យចេញពីទីនោះជានិច្ចខ្លាចវៃនិយាយទាំងក្រៀមក្រំក្រោយមកសត្វក្អែកក៏បានមានប្រាជ្ញាផងដែរក៏បានគិតមួយសន្ទុះរួចក៏និយាយថាណែមិត្តទន្សាយកុំបារម្ភអីខ្ញុំមានគំនិតមួយអ្នកដឹងទេថាក្តាន់រុងរឿងខ្លាចអ្វីជាងគេខ្ញុំមិនដឹងទេកែវអើយតើរុងរឿងឯងធ្វើដូចម្ដេចទៅខ្លាចវៃសួរដោយងឿងឆ្ងល់ក្រោយមករុងរឿងខ្លាចសំឡេងក៏លាន់រន្ទះខ្លាំងនៅពេលដែលមានភ្លៀងម្ដងរុងរឿងតែងតែបោលកិច្ចបាត់ប្រមោលកែប្រាប់ទៅទន្សាយថាបន្ទាប់ពីស្គាល់ស្ដាប់ឮដូច្នេះខ្លាចវៃក៏ញញឹមបិទមាត់មិនជិតឡើយខ្លួនបានគិតមើលឃើញផែនការមួយលុះដល់ព្រឹកឡើងទន្សាយក៏បានទម្លាក់ខ្លួននៅនឹងក្បែរកំពតព្រៃមួយដែលនៅមិនឆ្ងាយពីវាលស្មៅនោះប៉ុន្មានទេចំណែកឯក្អែកក៏បានហោះទៅពួននៅពីលើមែកឈើដ៏ខ្ពស់មួយនៅក្បែរនោះនៅពេលដែលក្តាន់ដើរមកដល់វាលស្មៅហើយក៏កំពុងតែស៊ីស្មៅយ៉ាងសប្បាយនោះខ្លាតវៃក៏បានចាប់ផ្ដើមគោះត្រដោកដែលខ្លួនបានលាក់ទុកជាមួយ
សំឡេងត្រដោកនោះបានលាន់ឮខ្លាំងធ្វើឲ្យក្តានភ្ញាក់ព្រឺតភ្លាមនោះកែវក៏បានស្រែកយំយ៉ាងខ្លាំងហាក់ដូចជាសំឡេងផ្គរលាន់ក្រឹមក្រឹមផ្កហើយកែវស្រែកបន្លឺឡើងចំណែកឯរុងរឿងដែលធ្លាប់តែខ្លាចសំឡេងផ្គរនោះក៏ផិតភ័យស្លន់ស្លោរត់បះជើងសព្រាតដោយគិតថាភ្លៀងកំពុងតែធ្លាក់មកយ៉ាងខ្លាំងពេលនោះក្តានរុងរឿងក៏រត់បាត់ស្រមោលចូលទៅក្នុងព្រៃដោយមិនហ៊ានងាកក្រោយសូម្បីតែបន្តិចឡើយឃើញរុងរឿងបោលទៅបាត់ទុនសាយឆ្លាតវៃក៏បានលោតចេញពីកំពតព្រៃហើយរត់ទៅស៊ីស្មៅនៅនឹងវាលនោះយ៉ាងសប្បាយរីករាយតាំងពីពេលនោះមករាល់ពេលដែលក្តាន់ត្រឡប់មកវិញទុនសាយនិងក្អែកក៏តែងតែប្រើវិធីនោះដដែលដើម្បីបន្លាយក្តាន់កុំឲ្យមករំខានពួកគេយូរទៅក្តាន់ក៏បានចាប់ផ្ដើមសង្ស័យហេតុអ្វីបានតែមានសំឡេងផ្គរលាន់ប៉ុន្តែមិនមានភ្លៀងសោះនៅថ្ងៃមួយរុងរឿងក៏សម្រេចចិត្តលាក់ខ្លួនមើលនៅក្បែរវាលស្មៅដើម្បីចង់ដឹងការពិតនៅពេលនោះក្តាន់ក៏បានឃើញទុនសាយកំពុងតែគោះត្រដោកហើយសត្វក្អែកកំពុងតែស្រែកយំធ្វើជាសំឡេងផ្គរពេលនោះក្តាន់ខឹងសម្បាយ៉ាងខ្លាំងនៅពេលដែលដឹងថាខ្លួនត្រូវបានចាញ់បោកសត្វតូចៗទាំងពីរនេះបោកប្រាស់ក្រោយមកក្តាន់ក៏បានស្ទុះចេញពីកន្លែងលាក់ខ្លួនហើយបានដេញតាមឆ្លាតវៃនឹងកែវដែលជាសត្វទន្សាយនិងក្អែកនោះពេលនោះទន្សាយនិងក្អែកបានភ័យស្លន់ស្លោរត់គេចខ្លួនបាត់ជើងសោព្រាតពេលនោះឆ្លាតវៃរត់លឿនជាងគេរត់បត់បែនទៅតាមកំពតព្រៃចំណែកឯកែវដែលជាក្អែកឯនោះវិញក៏ហោះហើរឡើងទៅលើមេឃយ៉ាងលឿនពេលនោះរុងរឿងក៏បានដេញតាមឆ្លាតវៃយ៉ាងប្រកៀកប្រកិតផងដែរប៉ុន្តែដោយសារតែឆ្លាតវៃមានភាពរហ័សរហួនធ្វើឲ្យរុងរឿងក៏បានចាប់មិនបានរួចរត់បានមួយសន្ទុះធំពេលនោះទន្សាយឆ្លាតវៃក៏បានរត់ចូលទៅក្នុងរូងដ៏តូចមួយដែលក្តាន់ពុំអាចចូលទៅតាមបានឡើយពេលនោះរុងរឿងក៏បានឈរនៅនឹងមាត់រូងដោយកំហឹងក៏ប៉ុន្តែមិនអាចធ្វើអ្វីបានចាប់តាំងពីពេលនោះមកសត្វក្តាន់រុងរឿងលែងហ៊ានមើលងាយសត្វតូចតទៅទៀតហើយពេលនោះរុងរឿងបានដឹងថាបើទោះបីជាខ្លួនមានកម្លាំងខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចយកឈ្នះប្រាជ្ញានិងការរួបរวมគ្នាបានដែរចំណែកឯសត្វទន្សាយនិងក្អែកឯនោះវិញពួកគេក៏បានរស់នៅស៊ីស្មៅនៅនឹងវាលនោះដោយសន្តិភាពរីឯក្តីស្រឡាញ់ពួកគេទាំងពីរនោះក៏ថិតថេរជារៀងរហូតមករឿងនិទានបែបបង្រៀនយើងថាកម្លាំងតែមួយមុខគឺមិនអាចគ្រប់គ្រាន់ទេសំខាន់គឺប្រាជ្ញានិងការចេះរួបរวมសាមគ្គីគ្នាទើបអាចយកជំនះរាល់ឧបសគ្គបានកុំមើលស្រាលអ្នកដទៃបើទោះបីជាគេមានរូបរាងតូចក៏ដោយព្រោះប្រាជ្ញារបស់គេខ្លាំងជាងយើងក៏អាចថាបានដែររឿងកសិករកំសត់រើសបានមាសកាលពីព្រេងនាយមានបរិសកសិករម្នាក់ឈ្មោះថាសុកគាត់គឺជាមនុស្សស្លូតបូតទៀងត្រង់និងឧស្សាហ៍ព្យាយាមខ្លាំងណាស់ប៉ុន្តែជីវភាពរបស់គាត់ក្រលំបាកយ៉ាងខ្លាំងទោះបីជាគាត់ខំធ្វើការទាំងយប់ទាំងថ្ងៃភ្ជួររាស់ដីដាំដុះដំណាំក៏នៅតែមិនអាចរកប្រាក់កម្រៃបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់គាត់ឡើយប្រពន្ធនិងកូនរបស់គាត់តែងតែរស់នៅក្នុងសភាពខ្វះខាតជួនកាលបានបាយស៊ីខ្វះព្រឹកខ្វះល្ងាចជួនកាលទៀតក៏អត់ផងនៅថ្ងៃមួយបន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃទៅសុកគាត់ក៏បានដើរត្រឡប់ទៅផ្ទះវិញទាំងទឹកមុខក្រៀមក្រំគាត់ដើរផងគិតនៅក្នុងចិត្តផងថាហេតុអ្វីបានជាវាសនារបស់គាត់អភ័ព្វយ៉ាងនេះពេលដែលកំពុងតែដើរសុកនោះក៏ស្រាប់តែជើងរបស់គាត់ទៅតាក់នឹងអ្វីម្យ៉ាងនៅតាមផ្លូវនៅក្រោមដីគាត់បានខិតខំអោនមើលហើយបានឃើញដុំអ្វីម្យ៉ាងភ្លឺចែងចាំងនៅក្នុងធូលីដីដោយចង់ដឹងសុកក៏គាត់បានរើសយកដុំនោះយកមកមើលពេលនោះគាត់ក៏បានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលគាត់បានដឹងថានោះគឺជាដុំមាសហើយដុំមាសនោះគឺមានសភាពធំដៃរបស់គាត់ញ័រទៅទ្រើកទឹកភ្នែករបស់គាត់ក៏ចាប់ផ្ដើមហូរចេញមកដោយមិនដឹងខ្លួនគាត់គឺមិនដែលនឹកស្មានថាជីវិតរបស់គាត់បានជួបប្រទះនៅរឿងបែបនេះឡើយពេលនោះគាត់ក៏ចាប់ផ្ដើមឧទានខ្សឹបនៅក្នុងចិត្តរបស់គាត់ថា
អោព្រះអើយតើនេះគឺជាការពិតមែនដែរឬទេបន្ទាប់ពីគាត់គិតហើយគាត់ក៏បានរលះរលាំងយកកំណាត់ក្រមារបស់គាត់នោះយកមកខ្ចប់ដុំមាសនោះយ៉ាងប្រុងប្រយ័ត្នរួចគាត់ក៏បានប្រញាប់រត់ត្រឡប់ទៅផ្ទះវិញនៅពេលដែលទៅដល់ផ្ទះគាត់ក៏បានហៅប្រពន្ធនិងកូនរបស់គាត់មកហើយបង្ហាញដុំមាសនោះទៅឲ្យពួកគេមើលគ្រប់គ្នាត្រេកអរឥតឧបមាអោបគ្នាហើយខ្លះយំដោយក្តីរំភើបយើងលែងក្រទៀតហើយបងយើងលែងក្រទៀតហើយប្រពន្ធរបស់សុកបានឧទានទាំងអួលដើមកពេលនោះសុកក៏បានសម្រេចចិត្តយកដុំមាសនោះយកទៅលក់នៅឯផ្សារក្រែងបានកម្រៃយកមកចាយវាយគាត់ក៏បានទទួលប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពេលនោះជីវិតរបស់គ្រួសារគាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរទាំងស្រុងគាត់បានដើរទិញដីស្រែចម្ការបន្ថែមទិញគោក្របីសម្រាប់ជួររាស់ដីនិងសង់ផ្ទះថ្មីមួយឲ្យបានស្អាតស្អំនឹងគេគាត់ក៏លែងជាកសិករតទៅទៀតហើយគាត់ក៏បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិម្នាក់នៅក្នុងភូមិបើទោះបីជាបានក្លាយទៅជាអ្នកមានហើយក៏ដោយក៏សុខគឺមិនដែលភ្លេចកំណើតដើមរបស់គាត់ឡើយគាត់នៅតែជាមនុស្សស្លូតបូតទៀងត្រង់និងឧស្សាហ៍ព្យាយាមដដែលគាត់តែងតែជួយអ្នកក្រីក្រនិងអ្នកខ្វះខាតនៅក្នុងភូមិរបស់គាត់បានបរិច្ចាគប្រាក់កសាងសាលារៀនមន្ទីរពេទ្យនិងវត្តអារាមបន្ទាប់មកគាត់ក៏ត្រូវបានអ្នកភូមិស្រឡាញ់រាប់អាននិងគោរពកោតខ្លាចគាត់យ៉ាងខ្លាំងនៅថ្ងៃមួយមានមិត្តភក្តិចាស់របស់គាត់ដែលធ្លាប់តែក្រលំបាកជាមួយគ្នាបានមកសុំរាក់ទាក់និងសួរសុខទុក្ខមិត្តភក្តិនោះក៏បានសួរទៅសុខថាសុខអើយឯងពិតជាសំណាងណាស់ដែលរើសបានដុំមាសដ៏ធំនោះតើឯងមានអាថ៌កំបាំងអ្វីបានជាឯងរក្សាទ្រព្យសម្បត្តិនេះបានយ៉ាងគង់វង្សហើយថែមទាំងមានគេគោរពស្រឡាញ់ឯងទៀតពេលនោះសុកញញឹមរួចឆ្លើយថាអូសម្លាញ់អើយការរើសបានមាសនេះពិតជាសំណាងមួយក៏ប៉ុន្តែអ្វីដែលសំណាងជាងនេះនោះគឺចេះប្រើប្រាស់ទ្រព្យសម្បត្តិនោះឲ្យបានត្រឹមត្រូវនិងការមិនភ្លេចកំណើតខ្លួនខ្ញុំតែងតែនឹកឃើញដល់កាលដែលខ្ញុំធ្លាក់ខ្លួននៅក្រលំបាកដូច្នេះខ្ញុំក៏យល់ពីទុក្ខលំបាករបស់អ្នកដទៃការធ្វើអំពើល្អនិងការជួយអ្នកដទៃគឺជាទង្វើល្អនាំឲ្យខ្ញុំមានសេចក្តីសុខនិងមានគេគោរពស្រឡាញ់កោតខ្លាចខ្ញុំនឹងណាទ្រព្យសម្បត្តិដែលអាចបាត់បង់ទៅវិញបានប៉ុន្តែអំពើល្អនឹងស្ថិតថេរនៅជាប់យើងជានិច្ចគ្រានោះមិត្តភក្តិរបស់សុកបានស្ដាប់ដោយយកចិត្តទុកដាក់ហើយគាត់ក៏យល់ពីអត្ថន័យនៃពាក្យពេចន៍របស់សុកសារដាស់តឿនរឿងនិទានរបស់សុកនេះបានបង្រៀនយើងថាសំណាងអាចកើតឡើងចំពោះតែមនុស្សគ្រប់គ្នាប៉ុន្តែអ្វីដែលសំខាន់នោះគឺជាការចេះប្រើប្រាស់សំណាងឲ្យបានត្រឹមត្រូវនិងរក្សានៅអត្តចរិតល្អរបស់ខ្លួនការដែលមិនភ្លេចកំណើតការចេះជួយអ្នកដទៃនិងការធ្វើអំពើល្អគឺជាកត្តាមួយដែលនាំឲ្យយើងទទួលបានសេចក្តីសុខពិតប្រាកដនិងគោរពស្រឡាញ់ពីអ្នកផងទាំងពួងទ្រព្យសម្បត្តិខាងក្រៅអាចមិនថិតថេរប៉ុន្តែគុណធម៌និងអំពើល្អនឹងថិតថេរនៅជាមួយយើងជារៀងរហូតណាមិត្តភក្តិរឿងកុកនិងក្អែកមានទំនាស់នឹងគ្នាកាលពីព្រេងនាយនៅក្បែរស្រះដ៏ធំមួយគឺសម្បូរត្រីណាស់ហើយក៏មានសត្វកុកមួយក្បាលផងដែរដែលមានរោមពណ៌ស្អាតនិងចម្រុះមានចំពុះវែងស្រួចចំណែកឯសត្វក្អែកមួយក្បាលទៀតក៏នៅទីនោះផងដែរហើយរោមក្អែកនោះគឺខ្មៅរលើបរលោងនិងចំពុះរឹងមាំសត្វទាំងពីរនោះបានរស់នៅទីតីក្បែរគ្នាជាយូរណាស់មកហើយតែងតែចុះទៅចាប់ត្រីស៊ីជារៀងរាល់ថ្ងៃដំបូងឡើយសត្វកុកនិងក្អែករស់នៅចុះសម្រុងនឹងគ្នាណាស់គឺមិនដែលមានទំនាស់អ្វីនឹងគ្នាឡើយនៅពេលដែលកុកបានចុះទៅចាប់ត្រីចំណែកឯក្អែកក៏ហើរទៅរកចំណីផ្សេងទៀតហើយនៅពេលដែលក្អែកមករកត្រីកុកក៏បានហើរទៅសម្រាកនៅលើមែកឈើនៅក្បែរនោះផងដែរប៉ុន្តែយូរទៅចំនួនត្រីនៅក្នុងបឹងនោះក៏ចេះតែចាប់ផ្ដើមតិចទៅដោយសារតែរដូវប្រាំងអូសបន្លាយពេលយូរពេកការរកចំណីក៏កាន់តែលំបាកជាងមុនពេលនោះហើយដែលសភាវគតិដែលអាត្មានិយមរបស់សត្វទាំងពីរក៏ចាប់ផ្ដើមលេចចេញមកនៅថ្ងៃមួយកុក
ក៏បានមុជទឹកចាប់ត្រីបានត្រីដ៏ធំមួយយ៉ាងឆ្ងាញ់កំពុងតែត្រេកអរនឹងត្រីដ៏ធំនោះផងក៏ស្រាប់តែក្អែកបានហើរសំដៅមករកហើយដណ្ដើមគ្នាស៊ីឯងហ៊ានមកដណ្ដើមត្រីរបស់អញឬពេលនោះកុកស្រែកឡើងទាំងខឹងសម្បារួចក៏យកជំពូសចឹកការពារត្រីរបស់ខ្លួនហេតុអីអញមិនហ៊ានត្រីនៅក្នុងស្រះនេះគឺមិនមែនជារបស់ឯងតែម្នាក់ទេពេលនោះក្អែកបានតបទៅយ៉ាងរឹងរូសរួចក៏លូកចំពុះមកចឹកត្រីនោះដែរសត្វទាំងពីរក៏ចាប់ផ្ដើមប្រតាយប្រតប់គ្នាដើម្បីដណ្ដើមត្រីនោះយកមកឆីរៀងៗខ្លួនចំណែកឯកុកក៏បានប្រើចំពុះដ៏មុតស្រួចវែងចាក់ទៅកាន់ក្អែកចំណែកឯក្អែកឯនោះវិញក៏បានប្រើចំពុះដ៏រឹងមាំខំស្លាបនឹងជើងរបស់កុកការប្រយុទ្ធគ្នាបានស្វិតស្វាញក៏បន្តអស់រយៈពេលមួយសន្ទុះធំរហូតដល់ត្រីនោះរបូតចេញពីចំពុះរបស់ពួកគេធ្លាក់ចូលទៅក្នុងទឹកវិញសត្វទាំងពីរនាក់នោះនឿយហត់ខ្លាំងណាស់ក៏បានឈប់ឆ្លោះប្រកែកគ្នាពួកវាមើលមុខគ្នាទៅវិញទៅមកដោយកំហឹងនិងអាការៈអន់ចិត្តចាប់ពីថ្ងៃនោះមកកុកនិងក្អែកក៏លែងរាប់អានគ្នាតទៅទៀតពួកវាតែងតែរកឱកាសដើម្បីឈ្នានីសគ្នាទៅវិញទៅមកជាប្រចាំរាល់ពេលដែលកុកបានទៅចាប់ត្រីបានក្អែកតែងតែមកតាមមកបន្លាចឬលួចត្រីពីកុកផ្ទុយទៅវិញនៅពេលដែលក្អែកបានរកបានចំណីល្អពេលនោះកុកក៏តែងតែព្យាយាមដេញទៅកុកឬក៏ឆក់យកចំណីពីកុកជីវិតរបស់សត្វទាំងពីរនោះកាន់តែយ៉ាប់យ៉ឺនទៅដោយសារតែការឈ្លោះប្រកែកគ្នាឥតឈប់ឈរនៅថ្ងៃមួយគឺមានព្រាហ្មណ៍ចាស់ម្នាក់ឈ្មោះថាបណ្ឌិតបានដើរកាត់ស្រះនោះគាត់ក៏បានក្រឡេកឃើញកុកនិងក្អែកកំពុងតែឈ្លោះប្រកែកគ្នាដណ្ដើមត្រីដ៏តូចៗមួយពេលនោះព្រាហ្មណ៍បណ្ឌិតនោះក៏មានការអាណិតអាសូរទៅដល់សត្វទាំងពីរហើយក៏ចូលទៅសួរពួកគេថាណែកុកនិងក្អែកតើហេតុអ្វីបានជាអ្នកទាំងពីរឈ្លោះប្រកែកគ្នាឥតឈប់ឈរដូច្នេះត្រីនៅក្នុងស្រះនោះក៏មិនសូវមានច្រើនដែរបើអ្នកទាំងពីរនៅតែបន្តឈ្លោះគ្នាទៀតទីបំផុតនឹងគ្មាននរណាបានត្រីនោះស៊ីឡើយព្រាហ្មណ៍បណ្ឌិតនោះនិយាយទៅដោយសន្តិវិធីចំណែកឯក្អែកបានឆ្លើយទាំងអំនួតថាលោកតាកុកនេះតែងតែមករករឿងខ្ញុំគឺជាអ្នកមកទីនេះមុនគេត្រីទាំងអស់នេះគឺជារបស់ខ្ញុំចំណែកឯកុកក៏បានតបទៅវិញថាតាមិនពិតទេលោកតាឯងនេះឯងដែលតែងតែមកព្យាយាមឆក់យកត្រីពីខ្ញុំស្រះនេះក៏ជាកន្លែងសត្វគ្រប់ប្រភេទអាចរកស៊ីបានមិនមែនជារបស់វាតែម្នាក់ឯងនោះទេវាមិនដិតឯនោះវិញតារាបណានៅពេលដែលបានស្ដាប់ដោយយកចិត្តទុកដាក់រួចក៏ញញឹមតិចហើយនិយាយទៅកាន់សត្វទាំងពីរនោះថាអ្នកទាំងពីរនិយាយត្រូវទាំងអស់ស្រះនេះគឺមិនមែនជារបស់អ្នកណាតែម្នាក់ទេហើយការដណ្ដើមគ្នានេះក៏មិននាំមកនៅផលល្អអ្វីដែរផ្ទុយទៅវិញវាធ្វើឲ្យអ្នកទាំងពីរកាន់តែហត់នឿយនិងបាត់បង់មិត្តភាពព្រាហ្មណ៍បណ្ឌិតបន្តថាជំនួយឲ្យការឆ្លោះប្រកែកគ្នាហេតុអ្វីអ្នកទាំងពីរមិនសហការគ្នាអ្នកអាចបែងចែកវេនគ្នារកត្រីទៅឬក៏បបួលសត្វផ្សេងៗទៀតរួមគ្នាស្វែងរកអាហារនៅកន្លែងផ្សេងទៀតទៅការរួបរวมគ្នាតែងតែនាំមកនូវលទ្ធផលល្អប្រសើរជាងការឆ្លោះប្រកែកគ្នានៅពេលនោះកុកនិងក្អែកស្ដាប់ប្រសាសន៍របស់តាព្រាហ្មណ៍បណ្ឌិតនោះសពគ្រប់អស់ហើយដោយគិតគូរពួកគេក៏ចាប់ផ្ដើមយល់ថាការនៃឆ្លោះប្រកែកគ្នាគឺពិតជាមិនបានផលប្រយោជន៍អ្វីដល់ពួកវាឡើយនៅទីបំផុតកុកនិងក្អែកក៏ចាប់ផ្ដើមសម្រេចចិត្តសាកល្បងធ្វើតាមពាក្យសម្ដីរបស់ព្រាហ្មណ៍បណ្ឌិតនោះក្រោយមកពួកវាក៏បានចាប់ផ្ដើមនិយាយគ្នាដោយសន្តិវិធីនិងរៀនសហការគ្នាពេលខ្លះកុកបានចុះទៅចាប់ត្រីហើយក្អែកចាំយាមនៅលើមែកឈើពេលខ្លះកុកចុះទៅចាប់ក្អែកយាមពេលខ្លះក្អែកយាមកុកចុះទៅចាប់ជារឿយកន្លែងដែលមានត្រីច្រើនហើយក៏ហៅមិត្តភាពពួកគេនោះទៅជួយចាប់ដោយសារតែរួបរวมសាមគ្គីគ្នានេះហើយពួកវាបានចាប់ផ្ដើមរកត្រីបានកាន់តែច្រើនហើយជីវិតរបស់ពួកវានោះកាន់តែប្រសើរឡើងក៏បានក្លាយទៅជាមិត្តល្អនឹងគ្នាម្ដងទៀតហើយរស់នៅជាមួយគ្នាដោយសន្តិភាពនិងសុខសេចក្តីចម្រើននេះគឺជាមេរៀននៃរឿងនិទានដែលបានបង្រៀនយើងថាការដែលឆ្លោះប្រកែកគ្នានិងការដណ្ដើមគ្នាគឺមិនមែនធ្វើឲ្យយើងបានផលប្រយោជន៍នោះទេ
មិនត្រឹមតែប៉ុណ្ណោះទេធ្វើឲ្យយើងបាត់បង់មិត្តភាពថែមទាំងធ្វើឲ្យជីវិតកាន់តែដុនដាបក្រលំបាកថែមទៀតផងបើសិនជាការរួបរวมសាមគ្គីគ្នានិងចេះជួយគ្នាទៅវិញទៅមកទើបមាគ៌ាដ៏ត្រឹមត្រូវនាំមកនូវសេចក្តីសុខនិងភាពចម្រុងចម្រើនដល់យើងគ្រប់គ្នារឿងចាពូកចង់ស៊ីដង្កូវកាលពីព្រេងនាយមានសត្វចាពូកមួយក្បាលរស់នៅក្នុងសម្បុករបស់វាដ៏តូចច្រឡឹងហើយវាបានរស់នៅលើមែកឈើដ៏ខ្ពស់មួយដើមចាពូកនោះមានរោមពណ៌ត្នោតប្រផេះតូចច្រឡឹងនិងមានចំពុះមុតស្រួចខ្លីជារៀងរាល់ថ្ងៃចាពូកតែងតែហោះហើរចុះពីសម្បុកទៅរកចំណីដូចជាគ្រាប់ស្រូវសត្វល្អិតតូចៗនិងដង្កូវជាដើមនៅរដូវវស្សាក្រោយពីមេឃភ្លៀងធ្លាក់មកថ្មីដីសើមជោកជាំហើយដង្កូវក៏ផុសឡើងពីលើដីជាច្រើនចាពូករីករាយណាស់ព្រោះដឹងថាថ្ងៃនេះខ្លួននឹងមានអាហារដ៏ឆ្ងាញ់ពិសាចាពូកបានហើរចុះពីមែកឈើទៅកាន់ដីដែលមានដង្កូវវាពីពេញដីភ្នែករបស់វាភ្លឺថ្លាឃ្លាវខ្លានៅពេលដែលឃើញដង្កូវធាត់ពណ៌សរលើបរលោងកំពុងតែវាយឺតនៅពេលនោះចាពូកវាលោតចុះទៅចាប់ដង្កូវមួយភ្លាមហើយវាស៊ីយ៉ាងឆ្ងាញ់ពិសាខណៈពេលដែលវាកំពុងតែស៊ីដង្កូវយ៉ាងស្កប់ស្កល់នោះក៏ស្រាប់តែចាពូកនោះក្រឡេកទៅឃើញដង្កូវមួយទៀតដែលមានទំហំធំជាងដង្កូវមុនហើយដង្កូវនោះឆ្ងាញ់ណាស់ដង្កូវនោះធំមានពណ៌បៃតងខ្ចីមើលទៅពិតជាទន់ល្មើយមានរសជាតិឆ្ងាញ់ច្រើនពេលនោះចាពូកវាក៏ចាប់ផ្ដើមរំភើបចិត្តយ៉ាងខ្លាំងហើយគិតនៅក្នុងចិត្តរបស់វាថាអូដង្កូវនេះធំម្ល៉េះបើបានស៊ីដង្កូវមួយនេះពិតជាឆ្អែតដល់ល្ងាចចាក់ជាពុំខានដោយលោភលន់ចាពូកក៏បានហើរទៅក្បែរដង្កូវដ៏ធំនោះក៏ប៉ុន្តែដង្កូវដ៏ធំនោះកំពុងតែតោងជាប់នឹងស្លឹកឈើមួយយ៉ាងងែនចាពូកវាក៏បានព្យាយាមចាក់ទាញជាច្រើនដងក៏ប៉ុន្តែដង្កូវនោះនៅតែមិនព្រមរបូតចេញសោះចាពូកខិតខំប្រឹងទាញយ៉ាងខ្លាំងឡើងធ្វើឲ្យស្លឹកឈើនោះរង្គោះរង្គើទីបំផុតស្លឹកឈើក៏បានរបូតចេញពីមែកហើយធ្លាក់មកដល់ដីវិញជាមួយនឹងដង្កូវដ៏ធំនោះចាពូករីករាយជាខ្លាំងស្មានតែចាប់ដង្កូវធំនោះបានហើយប៉ុន្តែអ្វីដែលចាពូកនោះនឹកស្មានពុនដល់នោះគឺដង្កូវនោះធំគឺមិនមែនងាយស្រួលក្នុងការស៊ីដូចជាដង្កូវមុនដែលខ្លួនធ្លាប់បានស៊ីកន្លងមកនោះទេនៅពេលដែលចាពូកនោះខំប្រឹងចឹកដង្កូវនោះក៏ស្រាប់តែដង្កូវនោះបញ្ចេញនៅសារជាតិរំអិលស្អិតដែលធ្វើឲ្យចំពុះរបស់ចាពូកនោះជាប់នឹងខ្លួនប្រឡាក់ប្រឡូកតែម្ដងចាពូកភ័យស្លន់ស្លោព្យាយាមដកចំពុះចេញក៏ប៉ុន្តែវាស្អិតជាប់ខ្លាំងទៅហួសពេលទៅហើយពេលនោះចាពូកវាស្រែកយំដោយការឈឺចាប់និងផិតភ័យយ៉ាងខ្លាំងខ្លួនបានជាប់អន្ទាក់ដោយសារតែភាពលោភលន់ចង់ស៊ីដង្កូវនោះខ្លាំងពេកចាពូកនោះខំប្រឹងក្រវីក្បាលនិងស្លាបយ៉ាងខ្លាំងដើម្បីឲ្យរួចផុតពីដង្កូវស្អិតនោះនៅទីបំផុតដោយកម្លាំងអស់ពីខ្លួនប្រាណចាពូកក៏អាចដកចំពុះចេញពីដង្កូវនោះបានប៉ុន្តែរោមនៅលើក្បាលនិងចំពុះរបស់វាប្រឡាក់ពេញទៅដោយសារជាតិរំអិលស្អិតប៉ុន្តែចំពុះរបស់ចាពូកនោះក៏មិនមានស្នាមរបួសបន្តិចបន្តួចខ្លាំងផងដែរចាពូកឈឺចាប់ហើយនឹងភ័យខ្លាចជាខ្លាំងខ្លួនបានមេរៀនមួយយ៉ាងសំខាន់ថាកាលដែលលោភលន់ចង់បានអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនអាចនាំមកនូវគ្រោះថ្នាក់ទៅដល់ខ្លួនឯងបានចាប់តាំងពីថ្ងៃនោះមកចាពូកលែងលោភលន់ស៊ីដង្កូវធំតទៅទៀតខ្លួនបានត្រឡប់ទៅស៊ីដង្កូវតូចនិងសត្វល្អិតផ្សេងវិញដោយសារតែមានការប្រុងប្រយ័ត្នជាងមុនចាពូករស់នៅដោយសេចក្តីសុខនៅក្នុងសម្បុកតូចច្រឡឹងរបស់ខ្លួនដោយចងចាំជានិច្ចនៅមេរៀនដែលខ្លួនធ្លាប់បានរៀនពីដង្កូវធំនោះរឿងនិទាននេះគឺបានបង្រៀនយើងថាកុំលោភលន់ចង់បានអ្វីដែលខ្លួនហួសពីសមត្ថភាពឬអ្វីដែលមិនមែនជារបស់ខ្លួនការលោភលន់អាចនាំមកនូវបញ្ហានិងគ្រោះថ្នាក់ដល់ខ្លួនឯងបានគួរតែចេះស្កប់ស្កល់នៅអ្វីដែលខ្លួនមាននិងប្រុងប្រយ័ត្នក្នុងការសម្រេចចិត្តរឿងគីងគក់ចង់ស៊ីសាច់កងានកាលពីព្រេងនាយមានគីងគក់មួយក្បាលរស់នៅក្នុងរណ្ដៅដីនៅក្បែរមាត់ស្រះគីងគក់នោះមានរូបរាងធំសម្បើមសម្បុរខ្មៅគ្រើមនិងមានភ្នែកប៉ោង
ជារៀងរាល់ថ្ងៃគីង្គក់តែងតែលោតចុះលោតឡើងនៅក្នុងរណ្ដៅនោះហើយវាតែងតែរកស៊ីសត្វល្អិតជាអាហារនៅក្បែរស្រះនោះដែរមានដើមឈើដ៏ធំមួយដើមដុះទ្រុឌទ្រោមហើយនៅលើមែកឈើដ៏ខ្ពស់នោះគឺមានសត្វកង្ងានមួយរស់នៅក្នុងសំបុកនិងរស់នៅយ៉ាងសុខសាន្តផងដែរសត្វកង្ងានទាំងពីរមានរោមសស្អាតកវែងស្រឡូននិងមានចំពុះពណ៌ក្រហមឆ្អិនឆ្អៅពួកវាស្រឡាញ់គ្នាណាស់ហើយតែងតែហើរទៅរកចំណីជាមួយគ្នាជារៀងរាល់ថ្ងៃចំណែកឯគីង្គក់រស់នៅក្រោមដីតែងតែសម្លឹងទៅមើលសត្វកង្ងានទាំងពីរដោយក្រសែភ្នែកលោភលន់គីង្គក់គិតនៅក្នុងចិត្តថាសាច់កង្ងានមើលទៅពិតជាទន់ឆ្ងាញ់ណាស់បើបានស៊ីកង្ងានមួយមុខជាឆ្អែតស្កប់ស្កល់ហើយជីវិតនឹងប្រសើរឡើងជាក់ជាពុកខានគីង្គក់តែងតែរងចាំឱកាសល្អដើម្បីអាចចាប់សត្វកង្ងាននោះបានស៊ីនៅថ្ងៃមួយខណៈពេលដែលសត្វកង្ងានឈ្មោលបានហើរចេញទៅរកចំណីបាត់នៅសល់តែកង្ងានញីកំពុងតែអង្គុយពងនៅក្នុងសំបុកតែម្នាក់ឯងគីង្គក់គិតថានេះគឺជាឱកាសល្អបានមកដល់ហើយវាគិតហើយវាក៏បានលូនចេញពីរណ្ដៅដីយ៉ាងយឺតហើយសំដៅឡើងទៅលើដើមឈើដែលសត្វកង្ងាននោះសំងំនៅក្នុងសំបុកគីង្គក់ឡើងទៅតាមគល់ឈើយ៉ាងស្ងៀមស្ងាត់ដោយសង្ឃឹមថានឹងអាចលោតទៅចាប់សត្វកង្ងាននោះស៊ីដែលកំពុងតែមមាញឹកពងកូនផងនោះគីង្គក់បានខិតខំប្រឹងឡើងបានពាក់កណ្ដាលដើមឈើក៏បានចាប់ផ្ដើមហត់នឿយអស់កម្លាំងជាខ្លាំងខ្លួនរបស់គីង្គក់ធំធ្ងន់គឺមិនងាយស្រួលនឹងឡើងដើមឈើខ្ពស់បាននោះទេគីង្គក់ដកដង្ហើមញាប់តែនៅតែព្យាយាមបន្តដំណើរទៅមុខទៀតព្រោះតែមានគំនិតចង់ស៊ីសាច់កង្ងានគ្រប់ដណ្ដប់នៅក្នុងចិត្តរបស់វាជាខ្លាំងនោះសត្វកង្ងានឈ្មោលបានហើរត្រឡប់ពីមកសំបុកវិញព្រោះតែរកចំណីបានគ្រប់គ្រាន់ហើយពីចម្ងាយសត្វកង្ងានឈ្មោលបានឃើញគីង្គក់កំពុងតែឡើងដើមឈើសំដៅមកសំបុករបស់ខ្លួនសត្វកង្ងានឈ្មោលក៏មានការភ្ញាក់ផ្អើលនិងបារម្ភជាខ្លាំងចំពោះគ្រោះថ្នាក់ដែលកំពុងតែតម្រង់មកកាន់ប្រពន្ធនិងកូនរបស់វាដោយកំហឹងនិងក្តីបារម្ភសត្វកង្ងានឈ្មោលក៏បានហើរចុះមកយ៉ាងលឿនសំដៅទៅគីង្គក់សត្វកង្ងានក៏បានប្រើចំពុះដ៏រឹងមាំរបស់វាចឹកគីង្គក់ចំក្បាលនិងខ្នងជាច្រើនដងធ្វើឲ្យគីង្គក់ដែលកំពុងតែឡើងតាមដើមឈើដោយលំបាកនោះស្រាប់តែត្រូវកង្ងានចឹកក៏មានការឈឺចាប់និងភ័យខ្លាចជាខ្លាំងគីង្គក់លែងលើកដៃលើកជើងរួចទៀតហើយក៏ធ្លាក់ចុះពីដើមឈើមកដល់ដីវិញយ៉ាងខ្លាំងគីង្គក់បានដេកធ្ងោដោយការឈឺចាប់ខ្លួនប្រាណបានបែកបាក់អស់រលីងសត្វកង្ងានឈ្មោលបានហាកចុះមកមើលគីង្គក់ដោយកំហឹងរួចក៏ចាប់ផ្ដើមចឹកគីង្គក់បន្ថែមជាច្រើនដងទៀតដោយដំណំដើម្បីកុំឲ្យគីង្គក់ហ៊ានមកយីសម្បុករបស់ខ្លួនតទៅទៀតនៅទីបំផុតគីង្គក់ក៏បានដាច់ខ្យល់ស្លាប់នៅនឹងកន្លែងដោយសារតែភាពលោភលន់ចង់ស៊ីសាច់កង្ងានដោយហួសហេតុពីសមត្ថភាពរបស់ខ្លួនចំណែកឯសត្វកង្ងានទាំងពីរបានរស់នៅជាមួយគ្នាព្រមទាំងកូនយ៉ាងសុខសាន្តនៅលើដើមឈើដ៏ខ្ពស់ក្បែរមាត់ស្រះនោះរឿងនិទាននេះគឺបានបង្រៀនយើងថាកុំមានគំនិតលោភលន់ចង់បានអ្វីគឺមិនមែនជារបស់ខ្លួនឬអ្វីដែលហួសពីសមត្ថភាពខ្លួននោះឡើយកុំព្យាយាមធ្វើអ្វីដែលហួសកម្លាំងអាចនាំមកនូវគ្រោះថ្នាក់និងការបាត់បង់ដល់ខ្លួនឯងវិញគួរតែរស់នៅតាមសមត្ថភាពនិងមិនបៀតបៀនអ្នកដទៃទៅគឺសេចក្តីសុខដល់ខ្លួនជារៀងរហូតហើយរឿងកូនដំរីសចងមិត្តជាមួយនឹងកូនទន្សាយកាលពីព្រេងនាយនៅក្នុងព្រៃដ៏ធំល្វឹងល្វើយមួយមានគ្រួសារដំរីមួយរស់នៅយ៉ាងសុខសាន្តនៅក្នុងចំណោមគ្រួសារដំរីទាំងអស់នោះគឺមានកូនដំរីមួយក្បាលឈ្មោះថាបុប្ផាដែលមានសម្បុរពណ៌សខុសពីដំរីធម្មតាបុប្ផាចូលចិត្តលេងសើចមានចរិតស្លូតបូតប៉ុន្តែដោយសារតែរូបរាងខុសពីគេធ្វើឲ្យបុប្ផាតែងតែឯកោគឺមិនសូវមានមិត្តភក្តិនៅថ្ងៃមួយបុប្ផាកំពុងតែដើរលេងតែម្នាក់ឯងនៅក្នុងព្រៃក៏ស្រាប់តែបានឮសំឡេងយំតិចចេញពីកំពូតព្រៃដ៏ក្រាស់មួយដោយបុប្ផាមានចិត្តអាណិតអាសូរបុប្ផាក៏បានដើរទៅមើលហើយក៏បានឃើញកូនទន្សាយមួយកំពុងតែយំសោកបោកខ្លួនព្រោះតែវង្វេងផ្លូវរកម្ដាយមិនឃើញសោះបុប្ផាមានចិត្តអាណិតកូនទន្សាយនោះជាខ្លាំងហើយក៏សួរដោយសំឡេងទន់ភ្លន់ថាកូនទន្សាយតូចតើមានរឿងអ្វីបានជាឯងយំ
ឯងពងវែងម្ដាយមែនទេកូនទុនសាយងើបមុខឡើងមើលទៅបុប្ផាទាំងទឹកភ្នែកពេលដែលឃើញដំរីសដ៏ធំសម្បើមមួយឈរពីមុខក៏កាន់តែភ័យខ្លាចយំជាខ្លាំងឃើញកូនទុនសាយភ័យខ្លាចបុប្ផាក៏បានបន្ទន់ខ្លួនចុះហើយនិយាយដោយសំឡេងស្រទន់ថាកុំខ្លាចអីកូនទុនសាយខ្ញុំមិនធ្វើបាបឯងទេខ្ញុំគ្រាន់តែចង់ជួយឯងរកម្ដាយតែប៉ុណ្ណោះកូនទុនសាយស្ដាប់ឮសំឡេងដ៏កក់ក្ដៅរបស់បុប្ផាក៏បានចាប់ផ្ដើមស្ងប់ចិត្តបន្តិចម្ដងហើយប្រាប់ទៅបុប្ផាថាខ្លួនពិតជាវង្វេងម្ដាយមែនបន្ទាប់ពីស្ដាប់រួចបុប្ផាក៏សម្រេចចិត្តជូនកូនទុនសាយដ៏តូចនោះដើររកម្ដាយរបស់វាបុប្ផាបានលើកកូនទុនសាយដ៏ថ្នមដាក់នៅលើខ្នងរបស់វារួចក៏ដើរសម្ដៅទៅរកកន្លែងដែលកូនទុនសាយប្រាប់ថាបែកពីម្ដាយដើរបានមួយសន្ទុះធំនៅទីបំផុតពួកគេក៏បានឮសំឡេងទុនសាយញីកំពុងតែស្រែកហៅកូនទុនសាយតូចនៅពេលដែលបានឮសំឡេងម្ដាយក៏លោតចុះពីលើខ្នងបុប្ផារួចរត់សម្ដៅទៅរកម្ដាយរបស់ខ្លួនយ៉ាងលឿនទុនសាយញីឃើញសប្បាយចិត្តណាស់ដែលបានជួបកូនវិញក៏បានអរគុណទៅបុប្ផាយ៉ាងខ្លាំងចំពោះសេចក្តីសប្បុរសរបស់ខ្លួនចាប់តាំងពីថ្ងៃនោះមកបុប្ផានិងកូនទុនសាយតូចក៏បានក្លាយទៅជាមិត្តសម្លាញ់នឹងគ្នារាល់ថ្ងៃបុប្ផាតែងតែមកលេងកូនទុនសាយនៅឯកំពូលព្រៃនោះហើយពួកគេតែងតែលេងជាមួយគ្នាយ៉ាងសប្បាយរីករាយសត្វដំរីនិងទុនសាយជាទូទៅគឺមិនសូវចុះសម្រុងនឹងគ្នាទេដោយសារតែទំហំនិងកម្លាំងខុសគ្នាឆ្ងាយពេកប៉ុន្តែមិត្តភាពរវាងបុប្ផាដែលជាកូនដំរីសនិងកូនទុនសាយតូចបានបង្ហាញឲ្យយើងឃើញថាមិត្តភាពបបពិតគឺមិនប្រកាន់វណ្ណៈសម្បុរពណ៌និងទំហំអ្វីឡើយគឺសំខាន់ទឹកចិត្តនិងការយល់ចិត្តគ្នាទៅវិញទៅមកពេលខ្លះបុប្ផានាំផ្លែឈើនិងវល្លិផ្អែមយកមកឲ្យកូនទុនសាយចំណែកឯកូនទុនសាយឯនោះវិញក៏ចេះតែរើសស្លឹកឈើខ្ចីៗនិងស្មៅទុនយកមកឲ្យបុប្ផាផងដែរពេលដែលពួកគេតែងតែចែករំលែកអ្វីគ្រប់យ៉ាងដែលពួកគេមានសត្វទុនសាយដំរីដទៃទៀតនៅក្នុងក្រុមរបស់បុប្ផាបានមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញបុប្ផាលេងជាមួយនឹងកូនទុនសាយដូច្នេះពួកគេគឺមិនដែលឃើញដំរីណាចងមិត្តភាពជាមួយនឹងទុនសាយពីមុនមកទេកូនទុនសាយព្រមទាំងម្ដាយបុប្ផាក៏បានណែនាំកូនឲ្យមានការប្រុងប្រយ័ត្នព្រោះខ្លាចកូនទុនសាយបង្កប់បញ្ហាដល់បុប្ផាក៏ប៉ុន្តែបុប្ផាបានប្រាប់ទៅម្ដាយរបស់ខ្លួនថាកូនទុនសាយគឺជាមិត្តដ៏ល្អម្នាក់មិនដែលធ្វើឲ្យបុប្ផាឯកោដូចពីមុនទេយូរទៅសត្វដំរីផ្សេងទៀតក៏បានចាប់ផ្ដើមទទួលស្គាល់មិត្តភាពរបស់បុប្ផានិងកូនទុនសាយនោះហើយពួកគេក៏លែងមើលស្រាលកូនទុនសាយនោះតទៅទៀតហើយនៅថ្ងៃមួយក៏មានភ្លើងឆេះព្រៃយ៉ាងខ្លាំងបណ្ដាលឲ្យសត្វជាច្រើនភ័យស្លន់ស្លោរត់គេចបាត់ជើងសព្រាតចំណែកឯក្រុមគ្រួសារដំរីរបស់បុប្ផាកំពុងតែភៀសខ្លួនចេញពីភ្នក់ភ្លើងនោះកូនទុនសាយតូចភ័យយ៉ាងខ្លាំងព្រោះរត់មិនលឿនដូចជាសត្វដទៃឡើយឃើញមិត្តភ័ក្តិរបស់ខ្លួនកំពុងតែជួបគ្រោះថ្នាក់ដូច្នេះបុប្ផាមិនស្ទាក់ស្ទើរឡើយក៏បានយកប្រមោយរបស់វាបឺតទឹកពីទន្លេនៅក្បែរនោះរួចបាញ់ពន្លត់ភ្លើងនៅជុំវិញកូនទុនសាយមិនតែប៉ុណ្ណោះនោះទេបុប្ផាក៏បានយកដងខ្លួនដ៏ធំរបស់វានោះបាំងកូនទុនសាយពីកម្ដៅភ្លើងផងដែរដោយសារតែជំនួយរបស់បុប្ផានឹងហើយធ្វើឲ្យកូនទុនសាយរួចផុតពីគ្រោះថ្នាក់ម្ដាយរបស់កូនទុនសាយក៏រំភើបចិត្តយ៉ាងខ្លាំងក៏បានអរគុណដល់បុប្ផាម្ដងហើយម្ដងទៀតហេតុការណ៍នេះបានធ្វើឲ្យសត្វដទៃនៅក្នុងព្រៃនោះកាន់តែយល់ច្បាស់អំពីមិត្តភាពដ៏ស្មោះត្រង់រវាងបុប្ផានិងកូនទុនសាយពួកគេបានឃើញថាបើទោះបីជាមានរូបរាងខុសគ្នាខ្លាំងក៏ដោយក៏សត្វទាំងពីរនោះអាចស្រឡាញ់និងជួយគ្នាទៅវិញទៅមកបានផងដែរចាប់តាំងពីពេលនោះមកបុប្ផាដែលជាកូនដំរីសក៏លែងឯកោតទៅទៀតហើយព្រោះឯខ្លួនមានមិត្តភ័ក្តិជាច្រើនព្រមទាំងសត្វដំរីនិងសត្វតូចៗផ្សេងៗនៅឯទៀតជាពិសេសគឺនៅក្នុងព្រៃដ៏ក្រាស់នោះមនុស្សគ្រប់គ្នាក៏បានរៀនសូត្រពីមិត្តភាពដ៏កម្ររវាងបុប្ផានិងកូនទុនសាយនោះដែលបានបំបែកនៅគំនិតចាស់គំរិលនិងបង្ហាញពីសេចក្តីស្រឡាញ់និងមិត្តភាពពិតប្រាកដគឺគ្មានព្រំដែនឡើយ
បុប្ផានិងកូនទុនសាយក៏បានរស់នៅជាមួយគ្នាដោយសេចក្តីសុខនិងរីករាយរហូតដល់ចាស់រៀងៗខ្លួនដោយរក្សាមិត្តភាពដ៏ល្អមួយនេះទុកជាគំរូសម្រាប់សត្វដទៃទៀតនៅក្នុងព្រៃនោះរឿងចៅចក់ចង់រៀនមន្តអាគមកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះថាចក់ក្មេងនោះគាត់បានរស់នៅក្នុងភូមិដាច់ស្រយាលមួយចក់គឺជាក្មេងដ៏ឆ្លាតវៃរហ័សរហួននិងចូលចិត្តចង់ចេះចង់ដឹងនឹងរឿងអ្វីប្លែកៗនៅថ្ងៃមួយចក់បានឮចាស់ៗនៅក្នុងភូមិគាត់និយាយគ្នាអំពីគ្រូមន្តអាគមម្នាក់ដែលមានបារមីពូកែស័ក្តិសិទ្ធិអាចផ្លាស់ប្ដូររាងកាយនិងធ្វើអភូតហេតុចម្លែកៗផ្សេងៗបានទៅតាមអ្វីដែលគេចង់បានចង់គាត់ក៏មានការចាប់អារម្មណ៍ជាខ្លាំងចំពោះរឿងមន្តអាគមមួយនេះគាត់គិតថាបើសិនជាខ្លួនចេះអាគមនឹងក្លាយជាមនុស្សមានអំណាចអាចជួយអ្នកភូមិនិងធ្វើអ្វីៗបានតែចិត្តចង់នោះចាប់ពីពេលនេះមកចော့ក៏មានបំណងយ៉ាងខ្លាំងចង់ទៅរៀនមន្តអាគមពីលោកគ្រូដែលមានបារមីមួយនោះចော့បានសុំអនុញ្ញាតពីឪពុកម្ដាយរបស់ខ្លួនហើយដើម្បីធ្វើដំណើរទៅស្វែងរកគ្រូមន្តអាគមឪពុកម្ដាយរបស់ចော့ដំបូងឡើយគាត់មិនចង់ឲ្យកូនទៅទេព្រោះខ្លាចមានគ្រោះថ្នាក់នៅតាមផ្លូវក៏ប៉ុន្តែដោយសារតែឃើញចော့មានចិត្តអន្ទះសារយ៉ាងខ្លាំងនៅទីបំផុតពួកគាត់ក៏យល់ព្រមដោយបានផ្ដាំផ្ញើឲ្យចော့ប្រយ័ត្នប្រយែងខ្លួនផងគ្រានោះចော့បានធ្វើដំណើរយ៉ាងឆ្ងាយកាត់ព្រៃភ្នំអស់រយៈពេលជាច្រើនថ្ងៃទើបទៅដល់ខ្ទមមួយដែលគេប្រាប់ថាគឺជាកន្លែងរបស់លោកគ្រូមន្តអាគមនោះឯងខ្ទមនោះមើលទៅចាស់ទ្រុឌទ្រោមពុំព័ទ្ធទៅដោយដើមឈើធំៗនិងមានបរិយាកាសស្ងប់ស្ងាត់គួរឲ្យភ័យខ្លាចចော့បានចូលទៅក្នុងខ្ទមហើយឃើញលោកគ្រូអាគមម្នាក់ដែលមានរូបរាងចាស់ជរាពុកមាត់វែងពណ៌សកំពុងតែអង្គុយសមាធិចော့បានលុតជង្គង់គោរពប្រណិប័តទៅលើលោកគ្រូអាគមនោះហើយប្រាប់ពីបំណងរបស់ខ្លួនដែលចង់មករៀនអាគមនៅគ្រានោះលោកគ្រូគាត់ក៏បានសម្លឹងចော့មួយសន្ទុះរួចក៏និយាយដោយសំឡេងថាកូនចៅកាលដែលរៀនមន្តអាគមគឺមិនមែនងាយស្រួលទេអ្នកដែលចង់ចេះអាគមត្រូវមានចិត្តអំណត់ព្យាយាមនិងមានសេចក្តីសីលធម៌ល្អជានិច្ចនៅពេលនោះចော့គាត់ក៏បានតបទៅលោកគ្រូវិញថាដោយទឹកមុខមុតមមលោកគ្រូខ្ញុំមានចិត្តអំណត់ណាស់និងមានការតាំងចិត្តខ្ពស់ខ្ញុំសូមសន្យានឹងការគោរពណែនាំរបស់លោកគ្រូនិងប្រតិបត្តិអំពើល្អជានិច្ចលោកគ្រូឃើញចော့មានចិត្តមនសិការក៏យល់ព្រមបង្រៀនមន្តអាគមទៅដល់ចော့ប៉ុន្តែលក្ខខណ្ឌនៃការរៀនមន្តអាគមគឺចော့ត្រូវតែសាក់ជាមួយនឹងលោកគ្រូក្នុងរយៈពេលដ៏យូរហើយលោកគ្រូតែងតែធ្វើឲ្យចော့គោរពប្រតិបត្តិទៅតាមបទបញ្ជាដែលលោកគ្រូបានដាក់មកចោលនៅពេលនោះចော့មានអារម្មណ៍ថាសប្បាយចិត្តហើយយល់ធ្វើតាមលក្ខខណ្ឌទាំងអស់នោះចាប់តាំងពីថ្ងៃនោះមកចော့ក៏ចាប់ផ្ដើមរៀនមន្តអាគមពីលោកគ្រូការរៀនមន្តអាគមពិតជាលំបាកនិងត្រូវការពេលវេលាយ៉ាងយូរចော့ត្រូវតែទន្ទេញមន្តអាគមជាច្រើនបទធ្វើតាមក្បួនខ្នាតផ្សេងៗនិងហាត់រៀននៅកម្លាំងចិត្តដ៏មុតមាំលោកគ្រូអាគមបានបង្រៀនចော့នៅមន្តអាគមផ្សេងៗដូចជាមន្តអាគមផ្ទាល់បដូរផ្លាស់រាងកាយមន្តអាគមបិទបាំងខ្លួនមន្តអាគមហោះហើរនិងមន្តវិជ្ជាការបញ្ជារបស់របរផ្សេងៗបន្ទាប់មកចော့ខិតខំប្រឹងរៀនសូត្រជាខ្លាំងគឺមិនចេះខ្ជិលច្រអូសឡើយប៉ុន្តែគ្រូអាគមក៏បានប្រាប់ចော့យ៉ាងម៉ឺងម៉ាត់ថាចៅចော့ចំណេះវិជ្ជាអាគមនេះគឺប្រើប្រាស់នៅក្នុងផ្លូវល្អវានឹងនាំផលល្អមកកន់ខ្លួននិងអ្នកដទៃប៉ុន្តែបើសិនជាចៅឯងយកទៅប្រើនៅក្នុងផ្លូវអាក្រក់វានឹងនាំមកនៅផលអាក្រក់គ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ចៅពេលនោះចော့បានចងចាំពាក្យសម្ដីរបស់លោកគ្រូទុកនៅក្នុងចិត្តជានិច្ចរយៈពេលជាច្រើនឆ្នាំកន្លងផុតទៅចော့បានក្លាយទៅជាសិស្សពូកែម្នាក់អាចចេះនៅមន្តអាគមជាច្រើនមុខលោកគ្រូអាគមមានការពេញចិត្តជាខ្លាំងចំពោះកូនសិស្សចော့របស់គាត់ហើយគាត់ក៏បានចាត់ទុកចော့ដូចជាកូនប្រុសបង្កើតដល់ពេលដែលចော့ត្រូវទៅចាកចេញពីលោកគ្រូអាគមដើម្បីត្រឡប់ទៅស្រុកកំណើតវិញគ្រូអាគមបានផ្ដល់នៅកញ្ចប់មួយឲ្យចော့ហើយបានផ្ដាំថាណែកូនចော့នៅក្នុងកញ្ចប់នេះគឺមានវត្ថុស័ក្តិសិទ្ធិមួយដែលអាចជួយឲ្យកូនបាននៅពេលដែលមានគ្រោះអាសន្ន
ប៉ុន្តែចូលចាំថាបើកំបើកកញ្ចក់នោះមើលរហូតដល់តែពេលកូនពិតជាជួបគ្រោះថ្នាក់ធ្ងន់ធ្ងរទើបអាចបើកបានគ្រានោះចောက်បានទទួលយកកញ្ចប់នោះដោយភាពគោរពហើយគាត់ក៏បានលាលោកគ្រូចេញត្រឡប់ទៅកាន់ភូមិរបស់គាត់វិញនៅពេលដែលទៅដល់ចောက်ក៏ត្រឡប់មកកាន់ភូមិអ្នកភូមិទាំងអស់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញចောက်បានក្លាយទៅជាបុរសពេញវ័យមានចំណេះដឹងជ្រាលជ្រៅនិងមានឫទ្ធិអំណាចពេលនោះចៅចောက်គាត់ក៏បានប្រើប្រាស់ចំណេះដឹងមន្តអាគមដែលខ្លួនបានរៀនពីលោកគ្រូកន្លងមកជួយអ្នកភូមិដោះស្រាយបញ្ហាផ្សេងៗដូចជាការពារភូមិពីចោរលួចព្យាបាលជំងឺនិងជួយកសិករឲ្យមានដំណាំដាំដុះផលល្អជាពិសេសដោះអំពើមន្តអាគមអាបធ្មប់នៅក្នុងភូមិនោះបានទៀតផងចောက်ក៏คล้ายទៅជាមនុស្សដែលអ្នកភូមិគោរពស្រឡាញ់និងកោតសរសើរក៏ប៉ុន្តែថ្ងៃមួយមានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរក៏បានកើតឡើងមកកាន់ភូមិរបស់ចောက်ទឹកនៅក្នុងស្រះបឹងបួររីងស្ងួតដំណាំស្រូវចម្ការក៏ក្រៀមស្វិតអស់អ្នកភូមិមានការព្រួយបារម្ភជាខ្លាំងព្រោះគ្មានទឹកសម្រាប់ប្រើប្រាស់និងគ្មានអាហារបរិភោគចောက်បានព្យាយាមប្រើប្រាស់អាគមដែលខ្លួនចេះដើម្បីរកទឹកប៉ុន្តែទោះបីជាខំប្រឹងយ៉ាងណាក៏ដោយក៏មិនអាចរកទឹកបានឡើយចောက်មានការអស់សង្ឃឹមជាខ្លាំងណាស់ព្រោះមិនបានដឹងថាត្រូវជួយអ្នកភូមិដោយវិធីណានោះទេនៅពេលនោះចောက်ក៏នឹកឃើញទៅដល់កញ្ចប់ដែលលោកគ្រូអាគមបានផ្ដល់ឲ្យចောက်គាត់ក៏ចាប់ផ្ដើមសម្រេចចិត្តបើកកញ្ចប់នោះមើលព្រោះពេលនោះគឺជាពេលគ្រាលំបាកបំផុតសម្រាប់ខ្លួននិងអ្នកភូមិដោយដៃញ័រចောက်គាត់ក៏បានបើកកញ្ចប់នោះអ្វីដែលចောက်បានឃើញនៅក្នុងកញ្ចប់នោះគឺគ្រាន់តែជាកូនសៀវភៅតូចមួយដែលសរសេរអំពីធម៌វិន័យនិងការប្រព្រឹត្តអំពើល្អតែប៉ុណ្ណោះគ្មានមន្តអាគមឬវត្ថុស័ក្តិសិទ្ធិអ្វីទេនៅក្នុងនោះចောက်គាត់ក៏មានការខកចិត្តជាខ្លាំងគាត់គិតថាលោកគ្រូបានបោកខ្លួនក៏ប៉ុន្តែនៅពេលដែលចောက်បានអានសៀវភៅនោះគាត់ក៏ចាប់ផ្ដើមយល់នៅអត្ថន័យយ៉ាងជ្រាលជ្រៅដែលលោកគ្រូបានចង់បង្រៀនគ្រូអាគមគឺមិនបានបង្រៀនចောက်នៅមន្តអាគមដើម្បីផ្លាស់ប្ដូរពិភពលោកខាងក្រៅនោះទេប៉ុន្តែបានបង្រៀនចောက်នៅអាគមដ៏ពិតប្រាកដគឺជាការផ្លាស់ប្ដូរចិត្តគំនិតរបស់ខ្លួនឯងឲ្យក្លាយទៅជាមនុស្សល្អមានសីលធម៌និងចេះជួយអ្នកដទៃដោយចិត្តសប្បុរសចောက်បានដឹងថាអំណាចពិតប្រាកដគឺមិនមែនស្ថិតនៅលើមន្តអាគមឬមហិទ្ធិឫទ្ធិបារមីអ្វីទេប៉ុន្តែគឺស្ថិតនៅលើចិត្តល្អនិងការប្រព្រឹត្តអំពើល្អចាប់ពីពេលនោះមកចောက်ក៏លែងពឹងផ្អែកទៅលើអាគមតទៅទៀតហើយគាត់បានខិតខំប្រឹងប្រែងជួយអ្នកភូមិដោយកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីរបស់ខ្លួនចောက်គាត់ក៏បានដឹកនាំអ្នកភូមិឲ្យជីកអណ្ដូងរកប្រភពទឹកថ្មីនិងបង្រៀនបច្ចេកទេសចិញ្ចឹមកសិកម្មថ្មីដើម្បីឲ្យពួកគេអាចជំនះរាល់ការលំបាកដោយសារតែការខិតខំប្រឹងប្រែងនិងចិត្តល្អរបស់ចောက်នៅទីបំផុតគ្រោះរាំងស្ងួតក៏បានកន្លងផុតទៅហើយភូមិគាត់ក៏បានត្រឡប់មកមានសភាពដ៏រុងរឿងដូចដើមវិញគ្រានោះចောက်គាត់ក៏ចាប់ផ្ដើមក្លាយទៅជាអ្នកដឹកនាំល្អបន្ទាប់ពីក្មេងប្រុសម្នាក់មកក្លាយជាអ្នកភូមិដ៏ល្អនៅពេលដែលអ្នកភូមិគោរពស្រឡាញ់និងទុកចិត្តគាត់ក៏បានរស់នៅដោយសេចក្តីសុខនិងបានបន្សល់នូវគំរូដ៏ល្អសម្រាប់កូនចៅជំនាន់ក្រោយរឿងនិទាននេះគឺបានបង្រៀនយើងថាអំណាចពិតប្រាកដគឺមិនមែនស្ថិតនៅលើអំណាចអបិយជំនឿមន្តអាគមខ្មោចព្រាយបិសាចអ្វីនោះទេក៏ប៉ុន្តែវាស្ថិតនៅលើចិត្តល្អសីលធម៌និងការប្រព្រឹត្តអំពើល្អការខិតខំប្រឹងប្រែងដោយកម្លាំងកាយចិត្តនិងប្រាជ្ញាស្មារតីទើបជាវិធីដ៏ត្រឹមត្រូវក្នុងការដោះស្រាយបញ្ហានិងនាំមកនូវសេចក្តីចម្រុងចម្រើនដល់ខ្លួនឯងនិងសង្គមជាតិរឿងចៅសុកចង់ក្លាយជាស្ដេចកាលពីព្រេងនាយមានក្មេងប្រុសកំសត់ម្នាក់ឈ្មោះថាសុករស់នៅក្នុងភូមិនតូចដាច់ស្រយាលមួយគឺជាក្មេងកំព្រាគ្មានបងប្អូនត្រូវរស់នៅជាមួយនឹងជីដូនចាស់ជរាម្នាក់ជីវភាពរបស់ពួកគេក្រីក្រខ្លាំងណាស់រៀងរាល់ថ្ងៃសុកត្រូវតែដើររើសបន្លែនិងបេះផ្លែឈើព្រៃដើម្បីយកទៅលក់ដើម្បីបានប្រាក់កម្រៃមកចិញ្ចឹមជីវិតនិងជីដូនរបស់ខ្លួនសុកក៏ជាក្មេងឧស្សាហ៍ព្យាយាមនិងមានចិត្តល្អគាត់តែងតែជួយធ្វើការអ្នកស្រុកអ្នកភូមិនៅពេលទំនេរដើម្បីបានប្រាក់កាសខ្លះៗយកមកទិញអង្ករ
ក៏ប៉ុន្តែនៅក្នុងចិត្តរបស់សុកតែងតែមានបំណងប្រាថ្នាដ៏ធំមួយគឺចង់ក្លាយទៅជាស្ដេចនៅពេលអនាគតដើម្បីឲ្យខ្លួនមានអំណាចអាចជួយអ្នកក្រីក្រនិងធ្វើឲ្យអ្នកភូមិស្រុកនោះបានរីកចម្រើននៅថ្ងៃមួយសុកបានឮអ្នកស្រុកអ្នកភូមិនិយាយតគ្នាអំពីព្រះរាជាដ៏មានមហិទ្ធិឫទ្ធិដែលកំពុងតែគ្រងរាជ្យនៅក្នុងនគរដ៏ធំមួយគឺនៅមិនឆ្ងាយប៉ុន្មានពីដែនដីភូមិឋានរបស់ខ្លួនប៉ុន្មាននោះទេសុកក៏ចាប់ផ្ដើមស្រមើស្រមៃឃើញខ្លួនឯងស្លៀកពាក់សម្លៀកជារាជការដ៏ស្រស់ស្អាតមួយរូបអង្គុយនៅលើរាជបល្ល័ង្កមាសហើយមានមន្ត្រីសេនាធិបតីបម្រើព័ទ្ធជុំវិញបំណងចង់ក្លាយជាស្ដេចកាន់តែខ្លាំងឡើងនៅក្នុងចំណោមចិត្តរបស់សុករហូតដល់ចិត្តរបស់គាត់បានសម្រេចចាកចេញពីភូមិដើម្បីទៅស្វែងរកឱកាសក្លាយជាស្ដេចឲ្យទាល់តែបានជីដូនរបស់ចៅសុកក៏មានការបារម្ភជាខ្លាំងក៏ប៉ុន្តែដោយសារតែឃើញចៅមានចិត្តមោះមុតពេកគាត់ក៏មិនហ៊ានខាត់ខាំងអ្វីឡើយមានតែជូនពរសុកឲ្យធ្វើដំណើរបានសុខសាន្តពេលនោះសុកក៏បានធ្វើដំណើរតែម្នាក់ឯងកាត់ព្រៃភ្នំឆ្លងទន្លេអស់រយៈជាយូរគាត់ក៏ជួបប្រទះនឹងរឿងរ៉ាវជាច្រើនមានទាំងមនុស្សល្អនិងមនុស្សអាក្រក់គាត់ក៏បានរៀនសូត្រនៅបទពិសោធន៍ថ្មីៗជាច្រើនពីការធ្វើដំណើរមួយនេះនៅទីបំផុតសុកក៏បានទៅដល់នគរដ៏ធំមួយដែលមានព្រះបរមរាជវាំងស្កឹមស្កៃហ៊ុំព័ទ្ធទៅដោយកំពែងដ៏រឹងមាំសុកគាត់ក៏បានស្នាក់នៅទីនោះធ្វើជាអ្នកបម្រើនៅក្នុងរោងបាយមួយក្នុងទីក្រុងដោយសង្ឃឹមថានឹងអាចរកឱកាសចូលទៅបម្រើព្រះរាជាផ្ទាល់ដោយសារតែសុកជាមនុស្សស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងមានចិត្តល្អគាត់ក៏ត្រូវបានម្ចាស់រោងបាយស្រឡាញ់រាប់អាននិងទុកចិត្តឲ្យមើលការខុសត្រូវជាខ្ពស់បន្ទាប់មកសុកតែងតែបំពេញការងារដោយខ្លួនចេញពីចិត្តទាំងស្មោះសរគឺមិនដែលខ្ជិលច្រអូសឡើយនៅថ្ងៃមួយព្រះរាជាទ្រង់ក៏បានប្រកាសជ្រើសរើសយុវជនដែលមានប្រាជ្ញាវាងវៃនិងមានគុណធម៌ដើម្បីចូលមកបម្រើនៅក្នុងរាជការសុកបានឮដំណឹងដ៏ល្អនេះហើយគាត់ក៏សម្រេចចិត្តដាក់ពាក្យសុំចូលប្រឡងប្រជែងដោយសង្ឃឹមថានឹងអាចបង្ហាញសមត្ថភាពរបស់ខ្លួនការប្រជែងជ្រើសរើសមានការប្រកួតយ៉ាងខ្លាំងមានយុវជនជាច្រើនអ្នកដែលមកពីគ្រប់ទិសទីចូលរួមសុកដែលជាក្មេងកំសត់មកពីស្រុកស្រែម្នាក់បានប្រើប្រាជ្ញានិងចំណេះដឹងដែលខ្លួនបានសន្សំពីការរស់នៅនិងការធ្វើដំណើរដើម្បីឆ្លើយសំណួរនិងដោះស្រាយបញ្ហាដែលគណៈកម្មការបានដាក់មកឲ្យសុកដោយសារតែភាពឆ្លាតវៃនិងចម្លើយដ៏ស៊ីជម្រៅរបស់សុកគាត់ក៏បានជាប់ជ័យលាភីនៅក្នុងការប្រឡងមួយនោះព្រះរាជាទ្រង់ក៏សពព្រះរាជហឫទ័យសុកយ៉ាងខ្លាំងក៏បានតែងតាំងសុកឲ្យធ្វើជាមន្ត្រីតូចមួយនៅក្នុងព្រះរាជវាំងសុកបានបំពេញភារកិច្ចជាមន្ត្រីដោយស្មោះត្រង់និងឧស្សាហ៍ព្យាយាមគាត់ក៏តែងតែគិតដល់នៅប្រជានុរាស្ត្រនិងព្យាយាមដោះស្រាយបញ្ហាផ្សេងៗដែលអយុត្តិធម៌ពេលនោះសុកទទួលបានការគោរពស្រឡាញ់ពីមន្ត្រីដទៃទៀតនិងប្រជានុរាស្ត្រទូទៅយូរទៅព្រះរាជាកាន់តែសពរាជហឫទ័យនិងសុកឲ្យបានដំឡើងឋានៈឲ្យសុកកាន់តែខ្ពស់ឡើងសុកគ្រានោះក៏ក្លាយទៅជាមន្ត្រីដ៏សំខាន់ម្នាក់នៅក្នុងរាជវាំងទទួលបានការទុកចិត្តពីព្រះរាជាឲ្យមើលការខុសត្រូវកិច្ចការធំៗរបស់នគរប៉ុន្តែបើទោះបីជាសុកទទួលបាននៅឋានៈខ្ពស់និងអំណាចយ៉ាងណាក៏ដោយគាត់ក៏នៅតែមិនភ្លេចអំពីជីវិតដ៏កំសត់របស់ខ្លួនពីមុនមកឡើយសុកតែងតែចង់នៅបំពេញបំណងប្រាថ្នារបស់ខ្លួនគឺចង់ជួយអ្នកក្រនិងធ្វើឲ្យនគរបានរីកចម្រើននៅពេលដែលព្រះរាជាចាស់ជរាទ្រង់ចូលទីបង្គត់ទៅមន្ត្រីសេនាធិបតីនិងប្រជានុរាស្ត្រទាំងអស់ក៏បានមូលនិធិគ្នារើសសុកឲ្យឡើងសោយរាជ្យបន្តដោយសារតែពួកគេបានឃើញនៅគុណធម៌សេចក្តីស្មោះត្រង់និងការមានប្រាជ្ញាដ៏ឆ្លាតវៃរបស់សុកនឹងឯងសុកដែលជាក្មេងកំសត់ធ្លាប់តែដើររើសបន្លែបានក្លាយទៅជាព្រះមហាក្សត្រដ៏ដុងឧត្តមនៃនគរនោះគាត់ក៏បានគ្រប់គ្រងនគរដោយយុត្តិធម៌និងសេចក្តីមេត្តាករុណាធ្វើឲ្យនគរកាន់តែរីកចម្រើននិងប្រជានុរាស្ត្ររបស់សុករស់នៅបានយ៉ាងសុខសាន្តព្រះបាទសុកមិនដែលភ្លេចអំពីដូនចាស់ដែលនៅគ្រាកំសត់នោះឡើយព្រោះដូនចាស់បានរក្សាបីបាច់សុកគាត់ក៏បានចាត់មន្ត្រីម្នាក់ឲ្យទៅ
អញ្ជើញដូនចាស់មកគង់នៅក្នុងព្រះបរមរាជវាំងហើយបានមើលថែជីដូនចាស់នោះយ៉ាងល្អបំផុតរហូតដល់ដូនចាស់របស់សុកបានជរាស្លាប់ទៅព្រះបាទសុកបានគ្រប់គ្រងនគរអស់រយៈកាលដ៏យូរដោយបានបន្សល់ទុកនៅស្នាព្រះហស្ថជាច្រើនដើម្បីប្រជានុរាស្ត្រគាត់បានក្លាយទៅជាព្រះមហាក្សត្រដែលប្រជានុរាស្ត្រស្រឡាញ់និងគោរពកោតខ្លាចទីបំផុតហើយសុកបន្ទាប់ពីគាត់សោយទីបង្គត់ទៅប្រជានុរាស្ត្រក៏បានដាក់ព្រះរាជនាមឲ្យទៅសុកថាព្រះមហារាជសុកចម្រើនសុកចម្រើនសុកជាទូទាំងព្រះមហានគរ